ម៉ាកុសជំពូក12ខ41ដល់ខ44គ្រានោះព្រះយេស៊ូវគង់ទល់មុខនឹងឃ្លាំងក៏ទតមើលទៅវងមនុស្សដែលគេដាក់ដង្វាយក្នុងឃ្លាំងជាយ៉ាងដូចម្ដេចមានអ្នកមានជាច្រើនគេដាក់ច្រើនតែមានស្រីមេម៉ាយក្រម្នាក់មកដាក់តែ2ស្លឹងដែលត្រូវជាកន្លះសេនទ្រង់ហៅពួកសិស្សមកមានបន្ទូលថាខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថាស្រីមេម៉ាយក្រនេះបានថ្វាយលើសជាងអ្នកទាំងអស់ដែលដាក់ក្នុងឃ្លាំងត្បិតគេសុទ្ធតែយកពីរបស់ជាសំណល់ខ្លួនមកថ្វាយតែស្ត្រីនេះបានយកពីសេចក្តីកំសត់ខ្លួនមកថ្វាយវិញគឺជារបស់ដែលនាងមានទាំងប៉ុន្មានសម្រាប់ចិញ្ចឹមជីវិតខ្លួនផងខគម្ពីរប្រចាំថ្ងៃសូមព្រះប្រទានពរសូមព្រះប្រទានពរ